អត់ទាន់ដល់ពេលលាងដបទេហើយកូនមុំសល់តិចៗនៅក្នុងដបអញ្ចឹងម៉ាក់ត្រូវទុកចោលអញ្ចឹងមែនថ្ងៃនេះខ្ញុំមកបង្ហាញពីរបៀបលាងដបឲ្យបានត្រឹមត្រូវនិងការជ្រើសរើសដបដែលមានគុណភាពបើអត់ទាន់ដល់ពេលលាងទេម៉ាក់កន្លែងដបជាមួយទឹកចោលសិនកុំទុកទាំងដោះកូនអញ្ចឹងមកដល់ Philip Evans មានទំហំធំអញ្ចឹងខ្ញុំក៏ជ្រើសរើសជាមួយនឹងប៉ុងធំដូចគ្នាលាងទៅគឺបានស្អាតល្អខ្ញុំឃើញគេនិយាយថាដបដូចតែគ្នាមិនបាច់ឲ្យកូនប្រើដបថ្លៃពេកទេនាំតែខ្ជះខ្ជាយលុយខ្ញុំទទួលស្គាល់ថាដបដូចតែគ្នាប៉ុន្តែគុណភាពអត់ដូចគ្នាណាអញ្ចឹងមិនមានតម្លៃថោកហើយនឹងតម្លៃថ្លៃទេនៅលើទីផ្សារគឺមានដបច្រើនម៉ាក់ច្រើនម៉ូដខ្លាំងមែនតើសម្រាប់ខ្ញុំផលិតផលអីក៏ដោយមុននឹងជ្រើសរើសឲ្យកូនគឺមើលទៅលើគុណភាពហើយបារម្ភបំផុតគឺការប៉ះពាល់ដល់សុខភាពកូននៅថ្ងៃអនាគតនឹងហ្មងអញ្ចឹងហើយបាទខ្ញុំជ្រើសរើសឲ្យកូនមុំជាមួយនឹងដប Philip Evans ដោយសារដបផលិតពីជ័រ PPSU ធន់ជាមួយកម្ដៅ180អង្សាគុណភាពខ្ពស់មកពីប្រទេសអាល្លឺម៉ង់ប្រើបានរយៈពេល1ឆ្នាំហើយ3ខែត្រូវបដូរក្បាលមុំម្ដងក្បាលមុំផលិតពីជ័រស៊ីលីកូនទន់ដូចនឹងដោះម្ដាយមាន anti-colic ដែលជួយបន្ថយខ្យល់ចូលហើមពោះហើយមិនបាច់បារម្ភថាកូនមុំទៅឆ្លក់ឯណាក្បាលមុំជាប្រភេទ control meal បើអត់មុំគឺអត់ស្រកឯង BPA free និង BPF free ដែលសុវត្ថិភាពក្នុងការប្រើប្រាស់ផលិតផលអនុលោមតាមស្តង់ដារអន្តរជាតិនិងចរាចរណ៍ជាង100ប្រទេសនៅលើពិភពលោក